សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើពុំយ័ន្តមួយគឺយ័ន្តហាអ៊ុតយ័ន្តនេះគឺការពារនឹងក្របកំភ្លើងធ្នូស្នាធ្វើឲ្យស្វិតស្បែកស្វិតសាច់ហើយយ័ន្តនេះយើងអាចសម្រាប់ធ្វើជាកន្សែងឬជាអាវដាច់ជះជាអាវដាច់ជះបើសាក់គឺសាក់នៅក្រៅខ្នងហើយក៏ស្លាប់ជាវស្វែងស្ដាំហើយយ័ន្តនេះដែរគឺខ្ញុំរៀបចំចម្លងនិងពុំឡើងវិញឲ្យបានស្អាតនិងមានសោភ័ណភាពស្រស់ស្អាតជាងមុនអសរស្អាតអីចឹងណាបងប្អូនហើយយ័ន្តនេះដែរគឺយើងរៀបចំធ្វើឡើងវិញបងប្អូនត្រូវការឬក៏អីអាចសាក់បានគឺយ័ន្តនេះពូកែសាក់សិតណាស់គឺជាប្រភេទយ័ន្តបុរាណរបស់ខ្មែរយើងមួយទៀតយ័ន្តនេះគឺប្រើខាងសឹកសង្គ្រាមនិងមហានិយមគឺស័ក្តិសិទ្ធិណាស់យ័ន្តនេះគឺយ័ន្តរបស់លោកហៅវត្តថ្វាគឺជាយ័ន្តបុរាណមួយដែលស័ក្តិសិទ្ធិកែតាមវាអាស្រ័យទៅលើយើងគ្រប់បូជានិងមានសច្ចៈធានត្រង់ហើយយ៉ាងណាមិញនោះគឺយ័ន្តនេះយើងរៀបចំធ្វើពុំវិញមួយដោយការព្យាយាមបំផុតគឺធ្វើឲ្យស្អាតជាងយើងយកមកចម្លងសាថ្មីអញ្ចឹងណាបងប្អូនឲ្យវាមើលទៅស្រស់ស្អាតសោភ័ណភាពក៏វារូបរាងអីវាអក្សរច្បាស់យើងធ្វើដោយយកចិត្តទុកដាក់គឺមួយគឺច្បាស់លាស់ល្អមិនឲ្យបាត់បង់តួអក្សរមួយណាឡើយហើយយ័ន្តនេះដែរគឺការរៀបរៀងយើងធ្វើប្រើពេលវេលាយូរដែរហើយបើបងប្អូនត្រូវការសាក់ឬក៏បញ្ចុះប្រសិទ្ធិអីខាងយើងមានគ្រប់បែបយ៉ាងទាំងអស់មានច្រើនយ័ន្តទៅតាមតម្រូវការរបស់បងប្អូនដែលឬក៏តម្រូវទៅតាមការងាររបស់បងប្អូនផ្សេងគ្នាខាងយើងខ្ញុំមានយ័ន្តជាច្រើនសម្រាប់ដូចឧទាហរណ៍ថាបងប្អូនធ្វើការងារខាងអីយើងអាចតម្រូវទៅតាមការងាររបស់បងប្អូនបានឲ្យគេអាណិតស្រឡាញ់ឬក៏យ័ន្តរកស៊ីបន្ទន់ចិត្តគឺមានទាំងអស់បងប្អូនយ៉ាងណាមិញយ័ន្តនេះដែរគឺរៀបរៀងឡើងដោយខ្ញុំបាទប៊ុនថន AMG Tattooចំណែកនៃតួអក្សរនីមួយយើងខ្ញុំលម្អិតវាច្បាស់លាស់និងរចនាបថដោយមួយអក្សរគឺធ្វើឲ្យស្អាតឡើងវិញហើយពុម្ពអក្សរនេះដែរគឺជាពុម្ពរបស់ខ្ញុំបាទរៀបចំឡើងវិញឲ្យវាស្រស់ស្អាតមើលឃើញទៅវាគួរសមរម្យនិងមើលទៅរចនាបថវាក៏ស្រស់ស្អាតជាងមុនតួអក្សរគឺច្បាស់មួយមិនឲ្យរំលងហើយអ្វីទៀតនោះគឺយ័ន្តនេះគឺប្រើទៅបាន100គុណបងប្អូនវាមានទាំងមហាអ៊ុតធ្វើឲ្យយើងស្វិតសាច់កាំងកំភ្លើងទាំងអស់និងការពារពួកព្រាយបិសាចមុនអាគមខ្មៅអាព្រាយនេតាមិនឲ្យមកយាយីយើងបានហើយសូមសំណូមពរបងប្អូនជួយ Subscribe និង Channel របស់យើងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីបន្ទាប់ទៀតជាពិសេសគឺយ័ន្តខ្មែរបុរាណយើងហើយខ្ញុំនឹងដាក់ជាលេខទូរស័ព្ទឬក៏ Facebook នៅចុងវីដេអូបើបងប្អូនចង់សាក់ឬក៏ត្រូវការសាក់រូបកែរូបសាក់យ័ន្តបុរាណខ្មែរយើងគ្រប់ប្រភេទបាទមានគ្រប់ទាំងអស់បងប្អូនដែលត្រូវការសាក់អាចទំនាក់ទំនងមកបានគឺលេខទូរស័ព្ទនៅចុងវីដេអូបាទឆាតសួរពីតម្លៃសិនក៏បានគឺខ្ញុំមានផ្ដល់យោបល់ជាយោបល់សម្រាប់ការសាក់យ័ន្តនីមួយទៅតាមតម្រូវការរបស់បងប្អូនហើយការសាក់របស់យើងគឺមានទឹកដៃល្អប្រើទឹកថ្នាំក៏ល្អដែរប្រើមួយជុលអីទាំង
គុណភាពទាំងអក្សរគឺធានាឲ្យបងប្អូនស្អាតពេលជាមិនបែកពណ៌មិនបែកទឹកថ្នាំមិនមានការឈឺចាប់អ្វីឡើយបើសិនជាបងប្អូនមិនទាន់ការសម្រេចចិត្តនឹងការសាក់បងប្អូនអាចមើលពីទឹកដៃរបស់ខ្ញុំបានបើសិនជាគេពេញចិត្តនៃអក្សរនៃយ័ន្តនីមួយៗបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានគឺសាក់តម្លៃសមរម្យនិងធានាគុណភាពជូននិងមិនមានការឆ្លងមេរោគនិងអនាម័យបានល្អហើយនឹងការសាក់នីមួយៗគឺមានការព្រឹត្តព្រៀងច្បាស់លាស់មិនឲ្យបាត់តួអក្សរបុរាណមួយណាឡើយព្រោះអីយ័ន្តនីមួយបើសិនជាបាត់បង់នៅតួអក្សរណាមួយគឺវាមិនអាចមានប្រសិទ្ធភាពបានឡើយបងប្អូនអញ្ចឹងហើយគឺខ្ញុំត្រូវការធ្វើរចនាបថរៀបរៀងអក្សរពុំឡើងវិញដើម្បីឲ្យងាយស្រួលនឹងការសាក់មិនឲ្យបាត់បង់នឹងអក្ខរាវិរុទ្ធទាំងអស់ទាំងច្បាប់ដើមនេះគឺជាការផ្ចិតផ្ចង់ព្យាយាមរបស់យើងអញ្ចឹងហើយបងប្អូនសូមជួយ Subscribe Channel ម្នាក់មួយឬ Share វីដេអូនេះដើម្បីឲ្យបានឃើញឬក៏បន្សល់ទុកជាស្នាដៃមួយបន្សល់ទៅដល់ក្មេងៗចំនួនក្រោយកុំឲ្យបាត់បង់កេរដំណែលរបស់ដូនតារបស់យើងអញ្ចឹងណាបងប្អូនបើសិនជាយើងមិន Share មិន Subscribe ទុកឬក៏ Save ទុកទេយើងនឹងអាចបាត់បង់អរិយធម៌របស់ខ្មែរយើងហើយណាមួយទៀតវាក៏ជាកេរដំណែលចាស់បុរាណមកតគ្នាដើម្បីបន្សល់ទុកឲ្យកូនចៅចំនួនក្រោយដូច្នេះហើយក្នុងនាមខ្ញុំជាកូនខ្មែរក៏បានចម្លងនឹងយន្តអក្សរអក្ខរាអក្សរទាំងអស់ទុកដើម្បីយើងងាយស្រួលនឹងការធ្វើការសាក់ហើយនឹងហើយក៏ជាការបន្សល់ទុកអក្សរមួយដែលច្បាស់លាស់កុំឲ្យបាត់បង់អរិយធម៌របស់ខ្មែរជាកេរដំណែលដូនតាខ្មែររបស់យើងចឹងណាបងប្អូនហើយជាចុងក្រោយក៏សូមអរគុណដល់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់សូមអរគុណបងប្អូន